ខ្ញុំអ្នកខ្លះបងប្អូនមានប្តីមានប្រពន្ធណាបងប្អូនគេថាល្អណាស់ឯងបានប្តីឯងតាមឯងសពគ្រប់បែបយ៉ាងទាំងអស់ខ្ញុំណាគ្រាន់តែលឺបែបហ្នឹងបងប្អូនខ្ញុំនឹកក្នុងចិត្តថាអញបើអញជាមនុស្សស្រីប្តីប្រភេទហ្នឹងអញយកទេប្តីគ្មានអត់បានក៏តែវាអត់ចំហណាកាន់តែតាមយើងគ្រប់ពេលទាំងអស់ប្រពន្ធប្រាប់ឲ្យធ្វើអីទៅប្តីដឹងតែធ្វើតាមមកប្តីឯងល្អណាស់ខ្ញុំថាងាប់បានប្តីអាចគឺអន់ជាងទៅប្រកបមកទុនដូចបាយបបមិនអញ្ចឹងកោតអោបអោបដែរលោកខោកណាស់ខ្ញុំទៅខ្ញុំនៅវិញបងប្អូនទៅមានអូតាមក៏តែខ្ញុំអត់ចង់ឲ្យបងឯងតាមខ្ញុំសពបែបយ៉ាងទេប៉ុន្តែបងឯងមិនតាមខ្ញុំណាសូមបងឲ្យហេតុផលបើមិនហេតុផលត្រឹមត្រូវណាខ្ញុំតាមបងវិញក៏បានខ្ញុំស្រឡាញ់មនុស្សប្រុសដែលមានចំហអញ្ចឹងខ្ញុំអត់ស្រឡាញ់មនុស្សប្រុសតើអូនឯងសម្រាប់អីបងដឹងមកសម្រាប់តាមមនុស្សប្រុសបែបហ្នឹងចេះអោបកើតវាអត់មានចំហណាបងប្អូនវាអត់មានអូតាមកតេណាមានពេលខ្លះណាបងប្អូនសង្កេតមនុស្សស្រីសង្កេតយូរបងប្អូនដឹងថាគេមិនមែនស្រឡាញ់យើងទេគេស្រឡាញ់ខ្លួនគេគិតសង្កត់គ្រប់បែបយ៉ាងដើម្បីឲ្យយើងធ្វើតាមគេហើយគេតាមថាខ្ញុំធ្វើបែបហ្នឹងតែខ្ញុំស្រឡាញ់បងឯងអត់មែនទេអូនអត់មែនទេអូនមិនស្រឡាញ់បងទេអូនស្រឡាញ់ខ្លួនឯងអូនមិនស្ដាប់ហេតុផលបងអត់បងនិយាយបែបនេះថាអូនពិតជាស្រឡាញ់បងមែនអូនត្រូវដឹងថាបងមានកតបកិច្ចបងមានការទទួលខុសត្រូវណាជាមួយបុព្វបងមានការទទួលខុសត្រូវកម្រិតនេះជាមួយនឹងក្រុមគ្រួសារបងមានការទទួលខុសត្រូវបែបនេះនៅក្នុងគណៈបកបងមានការទទួលខុសត្រូវបែបនេះនៅក្នុងសង្គមជាតិបងជាអ្នកដឹងមុនគេបងមានការទទួលខុសត្រូវលើសអ្នកមិនដឹងទាំងឡាយអូនត្រូវយល់ពីការទទួលខុសត្រូវរបស់បងបើអូនពិតជាស្រឡាញ់បងមែនអូនត្រូវចូលរួមចំណាយជាមួយប្តីក្នុងការងារទាំងអស់ហ្នឹងអានឹងបានគេហៅភរិយាដ៏ល្អនៅក្នុងពីនេះយល់ពីការងាររបស់ប្រពុតក្នុងកម្ពីយើងគេថាពំពាយំងើបឡើងបាត់ប្តីរួចហើយយំតែក្នុងកម្ពីវាគេអត់និយាយអញ្ចឹងទេបើពំពានៅក្នុងលំដាប់យំពំពាអន់ណាគេថាពំពាធ្វើដេកលូតទេណាតាមពិតដឹងតែប្តីចេញណាពំពាធ្វើដេកលូតទេណាអាកម្រិតនោះបានវាខ្លាំងឲ្យប្តីចេញទៅចោះកុំឲ្យមានពាក់ព័ន្ធអីជាមួយនឹងប្រពន្ធកុំឲ្យវាមានការលំបាកពំពាធ្វើដេកលូតទេបើទៅចេញទៅបាត់បានពំពាយំកម្រិតនោះបានជាកម្រិតដៃគូរបស់ប្រពុតបើងើបឡើងបាត់ប្តីយំការពីប្តីទៅអត់ទាំងដឹងបើស្នាជាដឹងខាត់ហ្នឹងលំដាប់ពំពាមានអត់ដល់កតែអីបងប្អូនប៉ុន្តែមនុស្សខ្មែរអត់ទេបងប្អូនទាំងស្រឡាញ់គ្នារឿងអីបងខ្ញុំមិនយល់លំដាប់ភេទហ្នឹងហ្មងបងប្អូនតម្រូវការភេទហ្នឹងហ្មងនឹងជាដៃគូជីវិតយ៉ាងម៉េចដៃគូជីវិតយ៉ាងម៉េចបងប្អូនវាអត់មានតម្លៃអត់មានខ្លឹមសារអត់មានសារៈអីបន្តិចសោះខ្ញុំអត់បន្ទោសខ្មែរបងប្អូនបន្ទោសវាអត់កើតពីព្រោះតាំងពីដើមមកអត់មានពីណានិយាយរឿងហ្នឹងមានតែបដៅយើងត្រូវធ្វើជាកូនល្អសិស្សល្អពលរដ្ឋល្អល្អហ្នឹងនឹងយ៉ាងម៉េចទេអត់យល់ទេបងអ្នកបដៅហ្នឹងក៏អត់មានយល់អីដែរអត់ហេតុញ៉ែកូនយើងល្អឲ្យគេយល់ពីតម្លៃរបស់ជីវិតដោយខ្លួនគេតែសមាសម្ពុទ្ធលោកសម្ដែងថាជីវិតជាទុកទោះបីជាជីវិតថ្លៃថ្នូរក៏ដោយជីវិតថោកទាបក៏ដោយជីវិតកើតឡើងតម្ងន់ផែនដីចង្រៃផែនដីកំដរផែនដីឬចម្រើនដល់ផែនដីក៏ដោយសុទ្ធទាំងតែជាទុកទាំងអស់ប៉ុន្តែបើយើងកើតមកហើយតើមនុស្សគួរតែដើរក្នុងមាគ៌ាណាអានឹងយើងត្រូវទៅជែកគ្នាខ្មែរយើងអត់ទៅជែកទេគ្រាន់តែរកឃើញមាគ៌ាជីវិតហ្នឹងបងប្អូនកាសានគាត់ចាត់ទុកជាជោគជ័យមួយយ៉ាងធំកូនឯកូននឹងងាយអ្នករកឃើញមាគ៌ាជីវិតជាកូនបើកូនរកឃើញមាគ៌ាជីវិតហើយចាត់ទុកជាជោគជ័យមួយយ៉ាងធំប៉ុន្តែមនុស្សសពថ្ងៃបងប្អូនអត់មានរកមាគ៌ាជីវិតឃើញទេគេថាជោគជ័យក្នុងជីវិតជោគជ័យក្នុងជីវិតតែបាត់តែគេមិនបានទៅចែកពីអត្ថន័យនៃពាក្យថាជោគជ័យប៉ុន្តែក្នុងកន្សឹបរបស់គេក្នុងទស្សនៈរបស់គេទាំងគ្រូបង្រៀនទាំងកូនសិស្សដែលទៅរៀនគេគិតថាមានលុយមានឡានមានឈ្មោះទៅក្នុងភូមិក្នុងភូមិគេគោរពគេស្រឡាញ់គេគ្រប់គ្នាអានឹងឲ្យជោគជ័យបើជោគជ័យជីវិតណាមានន័យថាបែបហ្នឹងអ្នកប្រាជ្ញបណ្ឌិតធំធំណាស់បរាជ័យពេលព្រមអ្នកប្រាជ្ញបណ្ឌិតខ្លះរត់តែផ្ទះនៅមិនបានផងហើយគាត់ហើយហ្មងមិនស្អាតតែហេតុអីបានគាត់ចាំបានផ្ទះគាត់អត់ចាំបានពេលព្រោះគាត់យល់ឃើញថាមាគ៌ាជីវិតគឺតែប៉ុណ្ណឹងតែប៉ុណ្ណឹងគាត់មកស៊ីដីឲ្យតែមានកម្លាំងរស់បានញាក់ពីផែនដីទៅទោះបីជាផ្ទះក៏ដោយទោះបីជាវិឡាក៏ដោយទោះបីជាមាសក៏ដោយជាទឹកក៏ដោយឡានម៉ូតូស្អីក៏ដោយវាអត់សំខាន់ទេសម្រាប់អ្នកងាប់ទៅបាត់ចោលតែយើងពិចារណាទៅទៀតស្អីក៏ផ្គុំឡើងពីដីទឹកភ្លើងចោលទឹកក៏ដីទឹកភ្លើងចោលវិឡាក៏ដីទឹកភ្លើងចោលឡានក៏ដីទឹកភ្លើងចោលវានឹងវិនិច្ឆ័យទៅវិញទាំងអស់អញ្ចឹងមិននឹងងាប់ហើយអត់ខ្ទេចបាទខ្ទេចឲ្យទៅជាប្រយោជន៍មិននឹងអញងាប់អញ្ចឹងពេលដែលរស់ต้องតែមកស៊ីឲ្យមានកម្លាំងធ្វើការងារឲ្យមានសុខភាពប៉ុណ្ណឹងរួចហ
ហើយប្រើអាធនធាននឹងឲ្យអស់មុននឹងយើងស្លាប់មានអ្នកខ្លះគេសួរថាហេតុអីបានជាយើងមិនរៀបចំគ្រួសារខ្ញុំប្រាប់ថាខ្ញុំអត់ចង់មានការទទួលខុសត្រូវខ្ញុំអត់ចង់បង្កើតការទទួលខុសត្រូវតែថាចុះបើយើងមិនចង់បង្កើតការទទួលខុសត្រូវចុះហេតុអីបានជាយើងទទួលខុសត្រូវមកប្រទេសសប្តាហ៍នេះខ្ញុំថាការទទួលខុសត្រូវនឹងវាមិនមែនបង្កើតដោយខ្ញុំបើខ្ញុំអាចកិច្ចរួចមិនបង្កើតការទទួលខុសត្រូវខ្ញុំអត់បង្កើតខ្ញុំអត់ចង់មានការទទួលខុសត្រូវពីព្រោះវាហត់ណាស់អាការទទួលខុសត្រូវនឹងប៉ុន្តែអារឿងការងារសង្គមនឹងដែលខ្ញុំត្រូវទទួលខុសត្រូវក្នុងនាមជាអ្នកដឹងនឹងគេបង្កើតឲ្យខ្ញុំថាខ្ញុំកើតមកខុសសកលសកាអញ្ចឹងក្នុងនាមខ្ញុំជាអ្នកដឹងគេបង្កើតការទទួលខុសត្រូវនឹងឲ្យខ្ញុំតែថ្ងៃអាគ្រួសារនេះយកបង្កើតខ្លួនឯងឲ្យវាធ្ងន់ណាស់បងប្អូនធ្ងន់ណាស់អាការងារគ្រួសារក៏ប៉ិតប៉ិតនឹងបងប្អូនណាយកមកទៅពាក់ដៃទៅពាក់ជើងធ្វើអាការងារធំមកកើតទេគេរួម1ម៉ោងខ្ញុំក៏រួម1ម៉ោងគេរួម1ថ្ងៃខ្ញុំក៏រួម1ថ្ងៃអាតកៅវាស៊ីអាច1ថ្ងៃវាថាឆ្ងាញ់ណាស់ខ្ញុំក៏ឈរមើលតកៅស៊ីអាច1ថ្ងៃនឹងគេដែរ1ថ្ងៃដល់គ្នាតកៅវាស៊ីអាចឆ្ងាញ់1ថ្ងៃខ្ញុំក៏ឈរមើលអាតកៅស៊ីអាច1ថ្ងៃនឹងគេទៅមានប្តីមានប្រពន្ធសบายណាសบายអញក៏ឈរមើលអាសบายនឹង1ថ្ងៃគេទៅហើយមើលជាមួយគេទៅដល់20 30ឆ្នាំក្រោយមកងាប់ក៏ងាប់គេទៅអញអត់ចង់មានការទទួលខុសត្រូវសាច់យើងវាអត់ល្មមហ៎បងប្អូនដល់អត់ល្មមដល់ពេលអ្នកល្មមគេថាហែងកើតល្មមបើកើតល្មមអត់ស្រួលមែនតើយើងក៏អត់ល្មមដល់អត់ល្មមឈរមើលពួកវាល្មមអូយអីរងហើយខ្ញុំអត់ចង់មានការទទួលខុសត្រូវបងប្អូនអត់ចង់មានការទទួលខុសត្រូវគេថាចុះបើអត់ចង់មានការទទួលខុសត្រូវមិនយករឿងប្រទេសមកដាក់កណ្ដាលដើមទ្រូងខ្ញុំថាអានឹងគេបង្កើតឲ្យខ្ញុំហ្នឹងគេបង្កើតឲ្យខ្ញុំកើតមកឃើញចឹងស្រាប់ហ្មងក្នុងនាមជាអ្នកដឹងអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំទៅនៅសម្តាក្នុងនាមយើងជាអ្នកដឹងថាមនុស្សខ្មែរដើរខុសហើយនេះអ្នកមនុស្សពិភពលោកដើរក្នុងផ្លូវនេះខុសនេះដឹងថាបញ្ហាហ្នឹងត្រូវដោះស្រាយចេញយើងមានសមត្ថភាពមានលទ្ធភាពក្នុងការដោះស្រាយរឿងហ្នឹងយើងដឹងថាត្រូវដោះស្រាយយ៉ាងម៉េចក្នុងនាមជាអ្នកដឹងត្រូវតែធ្វើជាការទទួលខុសត្រូវផ្នែកសម្បញ្ញៈហើយតាំងសុខនៅលើមាគ៌ាដែលយើងយល់ថាត្រូវដោយអត់ទម្លាក់